នេះគឺជាវរៈសេនីយ៍ហ៊ុនសុងជាមនុស្សតែមួយដែលបានចាប់ខ្លួនមនុស្សទាំងពីរនាក់គឺបនសំណាងនិងសុកសំឿនលោកវរៈសេនីយ៍លីរ៉ាស៊ីជាអ្នកជួយគាត់ហើយជាអ្នកប្រាប់ឲ្យបនសំណាងនិយាយដូចក្នុងចម្លើយសារភាពអ្នកទាំងពីរស្ថិតក្រោមបញ្ជាលោកហេងពៅដែលដឹកនាំការស៊ើបអង្កេតករណីលោកជាវិជាតាំងពីដំបូង Many senior police officers ក្រៅពីកម្លាំងចេញមុខធម្មតាមន្ត្រីប៉ូលីសជាន់ខ្ពស់នៅកម្ពុជាមួយចំនួនមានកម្លាំងក្រោមបង្កប់ផ្សេងទៀតដែលគេហៅថាកម្លាំងសម្ងាត់មនុស្សទាំងនេះគឺទទួលខុសត្រូវក្នុងការអនុវត្តការងារក្រៅផ្លូវការដែលគេហៅថាការងារអាក្រក់កិច្ចការនេះមានតាំងពីការជួញដូរអាភៀនជួញដូរមនុស្សជាប់ពាក់ព័ន្ធក្នុងការចាប់ចម្រិតនិងការធ្វើឃាតអាពួកអន់សិតតែពួកឃាតករដៃដល់នៅពេលដែលបាញ់ខ្ញុំរត់ទៅប្រហែលជាដួល10ម៉ែត្រដួលខ្ញុំដួលហ្នឹងគេយករូបថតមកឲ្យខ្ញុំមើលខ្ញុំថានឹងហើយកដាលនេះមិនវាទៅពៅនឹងយ៉ាងតែជើងមួយខាងទៀតវាអត់ដែរទៅស្លាប់ខ្លួនវាទេសត្វតកូនចៅវិញចំទាំងអស់ឥឡូវនេះខ្ញុំដឹងតំណែងទៀតមាន7នាក់ទៀតដែលសម្រាប់ជីស្រួលធ្វើឃាតអ្នកមានតំណែងនៅក្នុងកម្លាំងប៉ូលីសកាន់តែខ្ពស់កម្លាំងបង្កប់ក៏មានអំណាចកាន់តែខ្លាំងដែរហើយវាពិតណាស់ថារឿងបែបនេះមានរហូតដល់កម្ពុជាវាច្បាស់ណាស់ថាលោកហុកឡុងឌីអគ្គស្នងការប៉ូលីសតែម្ដងមានក្រុមធ្វើការងារក្រហ្វក់ជាច្រើនឲ្យគាត់មេធំបំផុតរបស់កងប៉ូលីសគឺលោកឧត្តមសេនីយ៍ផ្កាយ4ខុកឡុងឌីជាមនុស្សដៃស្ដាំរបស់លោកហ៊ុនសែនហុកឡុងឌីគឺជាពេជ្ឈឃាតនៅលើលោកនេះហុកឡុងឌីមានអំណាចដូចជាព្រះគេអាចសម្រេចបានអ្នកណាដែលត្រូវរស់និងអ្នកណាដែលមិនត្រូវបើសិនជាគេសម្រេចថាអ្នកអាចរស់បាន1ម៉ោងពេលនោះអ្នកនឹងអាចរស់បាន1ម៉ោងពេលដែលគេចង់ធ្វើអីហ្នឹងគេប្រជុំគ្នាដូចហុកឡុងឌីហៅមកប្រជុំអញ្ចឹងមានហេងពៅមានអីអញ្ចឹងទៅដែលដៃដល់ចិត្តដូចថាខ្លាំងហ៊ានគេប្រជុំអញ្ចឹងទៅបានគេបន្តមកដូចឲ្យគេឲ្យហេងពៅហ្នឹងរកក្មេងៗដែលចេញទៅធ្វើកម្មព្រាមទៅបើតែពី3នាក់អញ្ចឹងទៅគេឲ្យមុខសញ្ញាគេឲ្យរូបថតពេលដែលយើងចុះទៅហ្នឹងគឺយើងដឹងថាមុខសញ្ញារបស់យើងហ្នឹងមានគោលដៅបបភ្នំហ្នឹងបានន័យថាកម្លាំងរបស់ម៉ូតូយើងហ្នឹងគឺតាមវារហូតគេបញ្ជាមកពីលើគឺឲ្យសម្រាប់អ្នកហ្នឹងទេប៉ុន្តែករណីដែលគេឲ្យសម្រាប់ហ្នឹងគេថាបើពួកខ្ញុំពួកដែលគេធ្វើហ្នឹងបើករណីវាពិបាកយើងបាញ់វាចោលតែកន្លងមកដែលពួកនឹងធ្វើឲ្យគឺវាយកឲ្យអំពើសៀតើលោកនៅកន្លែងចិញ្ចឹមក្រពើប្រមាណដងដែរច្រើន many ច្រើនជាង10 please ច្រើនហួសLa vie dans Cambodia ជីវិតរបស់ប្រជាជនកម្ពុជាម្នាក់មានតម្លៃស្មើនឹងជីវិតសត្វមាន់មួយក្បាលនៅស្រុកបារាំងជីវិតរបស់ឆ្កែមួយក្បាលមានតម្លៃជាងជីវិតមនុស្សម្នាក់នៅស្រុកខ្មែរនៅស្រុកបារាំងគេនឹងចាប់អ្នកបើអ្នកសម្លាប់ឆ្កែ